ជំរាបសួរបាទថ្ងៃនេះមកកាន់វីដេអូនៅក្នុងរោងពេញប៉ោះទៀតហើយថ្ងៃមុនខ្ញុំបង្ហាញអំពីការតម្លាក់ដើមដើម្បីឲ្យកូនតំដាំនឹងវាត្រូវក្តៅយើងតម្លាក់អត់ទាន់ហើយទេប្រហែលថ្ងៃហើយខ្ញុំតម្លាក់ព្រោះអីកំពិតត្រូវហើយអីតម្លាក់តែ3ថ្ងៃអីត្រូវហើយអស់ហើយប៉ុន្តែដល់ពេលដោយសារថាយើងតម្លាក់ដល់ថ្ងៃត្រូវបេះហ៎អញ្ចឹងយើងវាទុំយើងត្រូវដល់ថ្ងៃបេះយើងឈប់តម្លាក់យើងទៅបេះសិនដល់ទៅពេលយើងបេះហើយឥឡូវយើងចាប់ផ្ដើមតម្លាក់វិញទៀតនេះតម្លាក់សំមិញហ្នឹងថ្ងៃនេះបាន2ថ្ងៃដោយសារតែផ្លែវាទុំត្រូវដល់ថ្ងៃបេះហើយអញ្ចឹងយើងធ្វើការបើសិនជាការងារណាត្រូវធ្វើមុនគឺយើងបលែងចោលសិនហើយដូចអានេះអញ្ចឹងយើងត្រូវតម្លាក់ដើមអាចាស់ដើម្បីឲ្យកូនថ្មីហ្នឹងវានេះវាត្រូវក្តៅនេះអាកូនតំដាំនេះឲ្យវាត្រូវក្តៅដើម្បីយើងតម្លាក់អានេះផុតអញ្ចឹងទៅដើម្បីអានេះត្រូវក្តៅតែដល់ទៅពេលយើងធ្វើអានេះវាអត់តន់ហើយទេតម្លាក់ដើមចាស់អត់តន់ហើយគឺផ្លែវាទុំដោយសារតែផ្លែវានៅសល់ហើយច្រើនគួរសមដែរវាមិនអស់ហ្មងអីចឹងបេះឡើងខ្ញុំបេះឡើង3ថ្ងៃបានហើយអញ្ចឹងវាគ្រាន់តែចាយពេលទៅលើការបេះផ្លែហ្នឹង3ថ្ងៃហើយឥឡូវខ្ញុំបេះអា3ថ្ងៃនោះហើយគឺមកដើរតម្លាក់ដើមចាស់នេះទៀតអាដើមចាស់ហ្នឹងគឺតម្លាក់ឡើង2ថ្ងៃទៀតថ្ងៃហ្នឹងអត់ទាន់ហើយទៀតស្រួលនេះថ្ងៃហ្នឹងអត់ហើយទេព្រោះអីស្មាននេះរាងងាយហើយអញ្ចឹងប្រហែលជានៅសល់ស្អែកមកផឹកទៀតតម្លាក់អត់វារៀងពិបាកតម្លាក់ដែរសារយើងតម្លាក់ចុះខមរៀងច្រើនអញ្ចឹងបើយើងឲ្យលឿនគឺវាអត់លឿនទេយើងព្យាយាមឲ្យលឿនដែរប៉ុន្តែវាអត់ទៅលឿនដូចជាយើងចង់បានដោយសារតែយើងតម្លាក់ខ្លាំងពេកវាឈូសផ្លែអញ្ចឹងយើងរៀងថ្នមដៃដែរអញ្ចឹងណាហើយអាកូននេះខ្ញុំដាំបានប្រហែលជាតាំងពីថ្ងៃទី28មកបងប្អូនតាំងពីថ្ងៃទី28ខែ11ឥឡូវខែ12ថ្ងៃ11អីវា12 13ថ្ងៃអីល្អនេះវាល្អប៉ុន្តែដោយសារតែយើងតម្លាក់នេះអត់ទាន់ផុតតែអញ្ចឹងវាអត់សូវត្រូវក្តៅអញ្ចឹងវាអត់សូវស្លឹករៀងធំបានទេចាំមើលទៅពេលខ្ញុំតម្លាក់អាដើមចាស់នេះផុតអស់ទៅអាដើមថ្មីហ្នឹងត្រូវក្តៅល្អគឺវាស្ទុះលឿនហ្មងអាដើមពេញប៉ោះហ្នឹងបើសិនជាដាក់ជីយ៉ាងរងថ្ងៃត្រូវហើយបើសិនជាត្រូវក្តៅទៀតលឿនមែនតើណាពេញប៉ោះហ្នឹងស្រួលដាំណាវាអត់មានពិបាកញញ៉ាយគាត់ថានៅក្នុងរោងពេញប៉ោះវាត្រូវការកម្ដៅអញ្ចឹងវាអត់ដូចការងារផ្សេងទេនៅក្នុងរោងប៉ោះរៀងក្តៅព្រោះអីគេពេញប៉ោះតើវាត្រជាក់គឺវាអត់ល្អទេអញ្ចឹងគេត្រូវការវារៀងក្តៅអញ្ចឹងណាអញ្ចឹងគេតម្លាក់វាឲ្យផុតទៅដើម្បីឲ្យកូននេះល្អនេះតែផ្លែនៅសល់ច្រើនណាស់បងប្អូនជាមួយខ្ញុំអើយមើលផ្លែរៀងច្រើនដែរវាអត់ទាន់អស់ទេខ្ញុំមើលបេះបានប្រហែលជា2ដងទៀតប៉ុន្តែនេះបងប្អូនផ្លែវានៅរៀងវានៅសល់នេះយើងតម្លាក់មកមួយតង់ហើយប៉ុន្តែឥឡូវយើងត្រូវតម្លាក់មួយតង់ទៀតនោះផ្លែវានេះខ្ញុំទៅបេះឲ្យ2ថ្ងៃណាហ្នឹងខ្ញុំបេះឲ្យ2ថ្ងៃឥឡូវអាផ្លែដែលនៅសល់ហ្នឹងវាចាប់ផ្ដើមរៀងក្រហមផ្កាឈូកទៀតហើយអញ្ចឹងខ្ញុំតម្លាក់អាដើមចាស់ហ្នឹងហើយស្អែកមួយថ្ងៃទៀតស្អែកមួយព្រឹកទៀតដើរដាក់ទៅគៀបអាកូនទូចនេះម្លងទៅ2ថ្ងៃទៀតត្រូវដើរបេះអានៅសល់ទៀតហើយព្រោះឥឡូវវាចាប់ដើមក្រហមទៀតហ្នឹងហើយផ្លែនៅសល់ច្រើនដែរហ្នឹងមើលទៅនេះធ្វើបើតើវាចិត្តអស់មែនតម្លាក់ដើមដល់ក្រោមមែនប៉ុន្តែផ្លែនៅល្អនេះមើលផ្លែនៅល្អណាវារៀងគ្រាន់បាដែរនៅគូច្រើនគ្រាន់បាដែរធ្វើបើតើវាដើមចាស់អស់ស្លឹកមែនមួយដើមសល់តែមួយស្លឹកអីទេតែផ្លែនៅល្អឡើយណាអត់មានតែណាទេផ្លែល្អទៀតនៅច្រើនដែរបេះផ្លែជា2ដងទៀតនេះខ្ញុំចង់បង្ហាញបងប្អូននេះតិចមើលនេះមកជាកោមនេះបងប្អូនឡើងចង់30ផ្លែនេះមកជាកោមហ្នឹងឡើងចង់30ផ្លែនេះបើថ្លឹងទៅឡើងចង់1គីឡូនេះមើលឡើងណែនទៅខ្ញុំតម្លាក់ទៅគៀបមកមិញមកទៅលើចង់30ផ្លែឡើងណែនទៅមួយផ្លែល្អតោះមានអីទេបងប្អូនហ្នឹងអាហ្នឹងការងារកន្លែងខ្ញុំមានតែប៉ុណ្្នឹងវិលជុំទៅវិលមកអញ្ចឹងណា